ថ្ងៃនេះដែរខ្ញុំមកបង្ហាញពីវិធីធ្វើសម្លចាប់ឆាយចំពោះគ្រឿងផ្សំយើងមានជើងជ្រូកយីហឺហើយពីឆៃពៅខ្ទឹមសស្លឹកខ្ទឹមការ៉ុតឆៃថាវស្ពៃក្តោបផ្កាខាត់ណាពុះសណ្តែកត្រចៀកក្តោស្បែកជ្រូកជាមួយនឹងផ្សិតក្រៀមយើងត្រាំហើយលាងសម្អាតឲ្យស្អាតមានដុំស៊ុបដាក់ប្រេងឆាឲ្យក្តៅហើយយើងបំពងខ្ទឹមសឲ្យឈ្ងុយបំពងខ្ទឹមសឈ្ងុយហើយយើងដាក់យីហឺហើយប៊ីនិងឆៃពៅចូលហើយយើងកូរវាទៀតទៅបន្ទាប់ពីឈ្ងុយហើយយើងដាក់ជើងជ្រូករបស់យើងចូលហើយយើងរំលីងជើងជ្រូកយើងឲ្យអស់ទឹកប្រៃរបស់សាច់ជ្រូកបន្ទាប់មកផ្សំគ្រឿងមានទឹកត្រីប្រេងខ្យងម្សៅស៊ុបប៊ីចេងទឹកស៊ីអ៊ីវនិងអំបិលបន្ទាប់ពីផ្សំគ្រឿងគ្រប់អស់ហើយយើងកូរវាឲ្យសព្វម្ដងទៀតបន្ទាប់មកយើងដាក់ស្លឹកជីកដោពពុះសណ្តែកស្បែកជ្រូកនិងផ្សិតរបស់យើងចូលហើយយើងធ្វើការកូរឲ្យសព្វគ្រឿងរបស់យើងចូលគ្នាម្ដងទៀតបន្ទាប់ពីកូរគ្រឿងរបស់យើងសព្វម្ដងទៀតហើយយើងទៅធ្វើការដាក់ការ៉ុតជាមួយនឹងឆៃពៅរបស់យើងឆៃថាវរបស់យើងចូលបន្ទាប់ពីដាក់ឆៃថាវនិងការ៉ុតចូលហើយយើងកូរវាទៀតកូរឲ្យសព្វម្ដងទៀតបន្ទាប់មកយើងទៅធ្វើការចាក់ទឹកចូលចាទឹកនេះគឺជាទឹកក្តៅដែលយើងដាំពុះយើងចាក់ទឹកនឹងចូលទៅបន្ទាប់មកយើងដាក់ដុំស៊ុបខ្នុរយើងចូលមួយដុំទៀតបន្ទាប់ពីដុំស៊ុបខ្នុរហើយយើងដាក់បន្លែយើងមានស្ពៃក្តោបនិងផ្កាខាត់ណាប្រូកូលីយើងនឹងចូលព្រោះយើងដាក់ក្រោយគេព្រោះវាងាយនឹងរលួយបន្ទាប់ពីដាក់បន្លែនេះហើយយើងកូរឲ្យសព្វហើយឲ្យមានក្លិនឈ្ងុយហើយយើងភ្លក់រសជាតិសមល្មមគឺរួចរាល់ហើយបងប្អូនសម្លរបស់យើងគឺឆ្អិនហើយវិធីធ្វើគឺងាយទេបងប្អូនអាចទស្សនាវីដេអូរបស់នាងខ្ញុំហើយយកទៅអនុវត្តធ្វើនៅផ្ទះបានណាអរគុណច្រើនជម្រាបលា